បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទមួយសម្រាប់ធ្វើការចែករំលែកជូនពុកម៉ែបងប្អូនទាំងគ្នាតាក់ទងជាមួយនឹងការធ្វើជីបំពន់បែបលក្ខណៈធម្មជាតិងាយៗអញ្ចឹងវីដេអូនេះស័ក្តិសមបំផុតសម្រាប់បងប្អូនដែលគាត់ដាំដុះបន្លែមិនថាបន្លែលក្ខណៈគ្រួសារឬក៏បន្លែលក្ខណៈអាជីវកម្ម commercial farmer ហ្នឹងគឺបងប្អូនពុកម៉ែបងប្អូនអាចយកទៅធ្វើបានហើយនឹងអនុវត្តបានទាំងអស់គ្នាសម្រាប់ដែលពុកម៉ែបងប្អូនដែលគាត់មានចំការធំមានផ្ទៃដីច្រើនតែต้องឈើផ្លែឬក៏ដំណាំដំឡូងមីពោតក្រហមក៏អាចធ្វើបានដែរគ្រាន់ថាយើងត្រូវតែធ្វើបរិមាណច្រើនអញ្ចឹងវិធីសាស្ត្រក្នុងការធ្វើគឺមានដូចជាទី1វត្ថុធាតុដើមគឺមានចេកមានចេក150ក្រាមល្ពៅ150ក្រាមហើយនឹងស្ករត្នោតឬក៏កាក់ស្កររងូនឹងបានន័យថា300ក្រាមអញ្ចឹងពុកម៉ែបងប្អូនទាំងគ្នាថ្លឹងតាមអ្វីដែលខ្ញុំប្រាប់នឹងអញ្ចឹងណាហើយប្រសិនណាជាពុកម៉ែបងប្អូនទាំងគ្នាមានវត្ថុធាតុដើមផ្សេងទៀតតាក់ទងមួយផ្លែឈើនឹងដូចជាថាផ្លែល្ហុងផ្លែម្នាស់ឬក៏ផ្លែចេកផ្លែខ្នុរដែលទុំស្អុយចោលអីចឹងឬក៏ផ្លែស្វាយគេពុកម៉ែបងប្អូនទាំងគ្នាអាចយកមកធ្វើជាជីបំពន់បានសម្រាប់ទុកការប្រើប្រាស់របស់ពុកម៉ែបងប្អូនទាំងគ្នាហើយវត្ថុធាតុដើមទាំងអស់ហ្នឹងពុកម៉ែបងប្អូនទាំងគ្នាយកមកហាន់វាជាចំណែកតូចទៅបន្ទាប់មកយើងដាក់ចូលក្នុងធុងមួយហើយយើងចាក់ស្កររងូចូលឬក៏កាក់ស្ករហ្នឹងហើយកូរវាឲ្យសព្វតមកបិទគោរពឲ្យចិត្តទុកកន្លែងម្លប់មួយថ្ងៃយើងកូរវា2ដងបានយើងបើកគោរពវាកូរវាម្ដងហើយបិទវិញល្ងាចឡើងយើងបើកវាកូរវាម្ដងហើយបិទវិញអញ្ចឹងណាអញ្ចឹងធ្វើបែបនេះរហូតរយៈពេល7ថ្ងៃយើងអាចប្រើប្រាស់បានអញ្ចឹងបើសិនជាទុកកាន់តែយូរក៏កាន់តែល្អដែរពុកម៉ែបងប្អូនគ្នាបាទអញ្ចឹងវិធីប្រើគឺយើងប្រើ2ស្លាបព្រាបាយលាយជាមួយទឹក1លីត្រក្នុងមួយសប្តាហ៍យើងអាចបាញ់វា2ទៅ3ដងអញ្ចឹងបើសិនថាជាប្រសិទ្ធភាពវាយើងបាញ់ទៅអត់សូវឃើញផ្លែយើងអាចបន្ថែមដូសបន្ថែមកម្រិតជីបំពន់នឹងទៅជា1លីត្រកន្លះ2លីត្រអីចឹងទៅតាមជាក់ស្ដែងយើងសង្កេតមើលចឹងណាអញ្ចឹងអានេះគឺជារូបមន្តមួយដែលខ្ញុំនៅធ្វើការនៅស្ថាប័នចាស់ខ្ញុំបានរៀនជាមួយនឹងជនជាតិហ្វីលីពីនដែលគាត់បង្រៀនយើងតាក់ទងជាមួយការធ្វើជីបំពន់អីទាំងអស់ហ្នឹងហើយនឹងការធ្វើថ្នាំពុលធម្មជាតិជាមួយវីដេអូក្រោយខ្ញុំនឹងជម្រាបពុកម៉ែបងប្អូនទាំងគ្នាតាក់ទងមួយការធ្វើថ្នាំពុលធម្មជាតិអញ្ចឹងគាត់បានបង្រៀនពួកខ្ញុំដែលជាបុគ្គលិកហ្នឹងឲ្យចេះធ្វើអាហ្នឹងដើម្បីយើងចែករំលែកទៅកាន់បានថាធ្វើតាមសាលារៀនឲ្យគាត់ប្រើនៅក្នុងសួនច្បារអីចឹងណាប៉ុន្តែអានេះខ្ញុំគិតថាពុកម៉ែបងប្អូនទាំងអស់គ្នាដែលជាកសិករក៏អាចយកប្រើបានដែរហើយខ្ញុំមិនឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាជឿខ្ញុំទេពុកម៉ែបងប្អូនទាំងគ្នាអាចធ្វើសាកមួយកធុង20លីត្រឬក៏មួយធុងណាមួយ30លីត្រ50លីត្រអីចឹងណាហើយយើងសាកបាញ់មួយជ្រុងណាមួយពិសោធន៍មើលខ្លួនឯងទៅពុកម៉ែបងប្អូនគ្នាបើសិនជាពុកម៉ែបងប្អូនទាំងគ្នាមិនចង់ធ្វើតែម្ដងឲ្យច្រើនណាគឺម្ដងច្រើនទៅខ្លាចគីឡូថាអូអត់មានប្រសិទ្ធភាពឯផងខាតលុយទៅទេខាតពេលវេលាទៅទេអញ្ចឹងណាអញ្ចឹងពុកម៉ែបងប្អូនទាំងគ្នាអាចធ្វើមួយធុងមួយកដុងណាមួយហើយយើងបន្សោតទៅលើជ្រុងណាមួយនៃចំការរបស់យើងទៅហើយយើងប្រៀបធៀបគ្នាមើលទៅអញ្ចឹងពុកម៉ែបងប្អូនគ្នាអូខេខ្ញុំមានប៉ុណ្ណឹងសម្រាប់ធ្វើការចែករំលែកជូនពុកម៉ែបងប្អូនទាំងគ្នាវីដេអូក្រោយខ្ញុំនឹងចែករំលែកតាក់ទងជាមួយនឹងការធ្វើថ្នាំពុលធម្មជាតិអញ្ចឹងជួបគ្នានៅវីដេអូបន្តទៀតកុំភ្លេចចុច Subscribe នៅ Channel YouTube ក៏ដូចជាចុច Like ចុច Share នៅ Facebook Page ផងដែរជម្រាបលាពុកម៉ែបងប្អូនទាំងគ្នាជួបគ្នានៅវីដេអូក្រោយ